បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube និង Facebook Page ព្រំសវឿនទិញនិងលក់រថយន្តបាទមកដល់ថ្មីទៀតហើយបាទមកដល់ថ្មីសាឡាងតែម្ដងបាទសម្រាប់បងប្អូនដែលកំពុងតែស្វែងរករថយន្តដែលស្អាតទឹកតុបករបរជីវកម្មឥឡូវនេះបានមកដល់ហើយបាទប្រនធា1តោនកន្លះឆ្នាំ03បាទហើយរថយន្តដែរជាប្រភេទទូកុងតឺន័របងប្អូនណាទូខ្ពស់1.8 ម៉ែត្របងប្អូនបាទឥឡូវកុំឲ្យខាត់ពេលយូរបងប្អូនមកតាមដានទស្សនាមួយបាទអរគ្នាបាទយន្តនៅស្អាតណាស់បងប្អូនណាបាទទឹកថ្នាំនៅសំណុំស៊ីនមកវិញបាទហើយចំណែកសាច់ដាច់គឺខ្ចីតែម្ដងបងប្អូនអត់មានពុកទេបាទខ្ញុំនឹងថតជូនមួយជុំរថយន្តនេះផ្នែកកាប៊ីនខាងឆ្វេងបងប្អូនឃើញហើយបាទទាំងកាប៊ីនទាំងទូនៅស្អាតដូចគ្នាបងប្អូនណាបាទនៅស្អាតដូចគ្នាបាទខ្ញុំនឹងអូយឺតជាលម្អិតជូនបងប្អូនតែម្ដងបាទខាងក្រោយវាស្អាតដែរបងប្អូនណាបាទខាងក្រោយវាស្អាតដែរបាទចំអៀងឆ្វេងស្ដាំមុខក្រោយអីគឺអត់ខុសទេបាទនៅស្អាតដូចគ្នាបងប្អូនណាបាទនៅស្អាតដូចគ្នាបាទនេះជាផ្នែកខាងស្ដាំបាទបងប្អូនឃើញហើយបាទខាងស្ដាំខាងឆ្វេងអត់ខុសទេបងប្អូនណាស្អាតដូចគ្នារថយន្តនេះអត់មានកន្លែងណាឲ្យបងប្អូនទាស់ចិត្តទេបងប្អូនបាទអត់មានកន្លែងណាបងទាស់ចិត្តទេហើយរថយន្តនេះពណ៌តបែកព្រៃបងប្អូនណាបាទពណ៌នេះពណ៌ចម្លែកបាទតែមានមួយបងប្អូនរថយន្តនេះពណ៌ហ្នឹងមានមួយចូលសេរីខ្ពស់បងប្អូនបាទសេរីខ្ពស់អត់មានពណ៌ហ្នឹងបាទនេះឆ្នាំ03បងប្អូនបាទឆ្នាំ03បាទហើយចំណែកឯកសារមានគ្រប់ចំនួនបងប្អូនណាបាទឯកសារមានគ្រប់ចំនួនបាទពុនផ្លូវជ្រៀកមួយញ៉ៃដែរមកកំប្លេបងប្អូនបាទយន្តនេះខ្ញុំទិញពីម្ចាស់ដើមផ្ទាល់តែម្ដងបងប្អូនបាទទិញពីម្ចាស់ដើមផ្ទាល់តែម្ដងបាទហើយនេះជាផ្នែកខាងក្រៅបាទខ្ញុំនឹងថតផ្នែកខាងក្រៅជូនបងប្អូនអាវទ្វារនៅភ្លឹងបងប្អូនណាបាទតាប់ឡូឲ្យនៅសនំបាទនៅស្អាតបងប្អូនសិនជាក់សិនអីនៅមកកំប្លេបងប្អូនណាអត់មានបាត់បង់បាក់បែកគ្រឿងទេបាទនេះអាវទ្វារឆ្វេងអាវស្ដាំពុកអីលេងដេករួចជាស្អាតរួចជាស្រេចបងប្អូនណាបាទមើលទៅស្រស់ស្អាតមែនទែនបងប្អូនបាទស្រស់ស្អាតមែនទែនបាទស៊ីជាមួយពណ៌កាប៊ីនខាងក្រៅបងប្អូនណាបាទក្លាបប៉ុងលើអញ្ចឹងដែរបងប្អូនសស្គូខ្ចីអត់មានកន្ទុះមានលហែកទេបាទអត់មានកន្ទុះមានលហែកទេរថយន្តនេះស្អាតទាំងក្រៅស្អាតទាំងក្នុងបងប្អូនណាបាទស្អាតទាំងក្រៅស្អាតទាំងក្នុងបាទហើយចំណែកភ្លីជុំកាប៊ីននោះគឺនៅភ្លីស៊ីនបងប្អូនខ្ញុំធានាជូនរថយន្តនេះបាទអត់មានពុកអត់មានកាត់តបាទព្រោះចំណែកទេគ្រប់គ្លេទៅហើយអញ្ចឹងបងប្អូនយកទៅក៏មានការព្រួយបារម្ភខ្ញុំធានាបងប្អូនណាបាទអត់មានពុកអត់មានកាត់តអត់មានពុកទេបងប្អូននេះបាតកាប៊ីនមកអីបងប្អូនគេនេះចៃញ៉ាញ់តែម្ដងមួយមេកាប៊ីនមេអីអត់មានពុកមានច្រេះម្ដងមើលបងប្អូនណាបាទអត់មានពុកមានច្រេះម្ដងនេះស៊ីនពីកូរ៉េមកគឺអញ្ចឹងបងប្អូននេះបាតកាប៊ីនអីសោះនៅស៊ីនមកវាបាទនេះបន្លាក់ដីតិចបងប្អូនណាបាទបើកមកបន្លាក់ដីតែបាក់កាប៊ីននេះស្អាតបងប្អូនយន្តនេះស្អាតទាំងក្រៅស្អាតទាំងក្នុងបាទទាំងសាច់កាប៊ីនទាំងអេតាក្នុងស្អាតទាំងអស់បាទហើយរថយន្តនេះប្រភេទប៉ុងធំបងប្អូនណាបាទប៉ុងធំឡើងប៉ុងធំកង់ធំដូចជាស្រេចបាទសម្លេចសាក់ស៊ីវិញខ្មៅក្របលងស្លាបងប្អូនណាបាទទូអីគឺនៅស្អាតអត់មានពុកទេបងប្អូនបាទខ្ញុំអូសជូនជាលម្អិតពីមុខទៅក្រោយជូនបងប្អូនតែម្ដងបាទសម្រាប់បងប្អូនដែលគាត់បានមើលវីដេអូរបស់ខ្ញុំហើយបាទមកមើលបន្តខុសទេបងប្អូនបាទក្នុងវីដេអូមិនខាងក្រៅគឺអញ្ចឹងបាទព្រោះខ្ញុំថតអត់មានឲ្យចន្លោះម្លងឡើយណាទេបាទពីមុខទៅក្រោយជូនជាលម្អិតតែម្ដងបងប្អូនណាបាទជូនជាលម្អិតតែម្ដងបាទនេះកង់ថ្មីឡើងហើយជាស្រេចបងប្អូនបាទ715បងប្អូន715បាទហើយចំណែកឯប៉ុងវិញនេះបងប្អូនឃើញបាទប៉ុងធំបងប្អូនណាបាទប៉ុងធំជាទីអីឡើងហើយបាទប៉ុងឡើងហើយកង់ឡើងហើយបាទអញ្ចឹងផ្នែកជើងក្រោមនៃរថយន្តនេះបងប្អូនយកទៅប្រើទៅបាទមិនបាច់រៀបចំអីទេបាទគេរៀបចំមកហាប់ឲ្យបងប្អូនណាបាទគេរៀបចំមកហាប់ឲ្យបាទហើយចំណែកឯក្នុងទូវិញបងប្អូនក្នុងទូវិញក៏ស្អាតដែរបងប្អូនណាបាទក្នុងទូក៏ស្អាតដែរបាទនេះស្អាតទាំងខាងក្រៅស្អាតទាំងក្នុងបងប្អូនណាបាទទូ1.80 ម៉ែត្របាទទូត្រូវប៉ាន់មកវាបាទបងប្អូនរៀបអីវ៉ាន់ស្រួលណាស់អត់មានទើសទេបងប្អូនណាទូខ្ពស់បងប្អូនបាទដាក់អីវ៉ាន់ក៏បានច្រើនដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់មិនចំណាប់អារម្មណ៍បងប្អូនអាចតំណមកតាមប្រព័ន្ធ profile របស់ខ្ញុំនេះបាទក៏បានឬមួយតាមប្រព័ន្ធទូរស័ព្ទដែលខ្ញុំបាទមាន3ប្រព័ន្ធបងប្អូនបាទប្រព័ន្ធទី1គឺប្រព័ន្ធ share card 012 21 91 99បាទចំណែកឯមួយប្រព័ន្ធទៀតគឺប្រព័ន្ធ smart 069 21 91 99បាទរីឯមួយប្រព័ន្ធទៀតគឺប្រព័ន្ធ smartphone 071 221 91 99បាទហើយមួយយ៉ាងទៀតបើសិនបងប្អូនបាទចង់មកដល់ទីតាំងរបស់ខ្ញុំបាទទីតាំងរបស់ខ្ញុំស្ថិតនៅលើទំនប់កប់ស្រូវបាទនេះខាងត្បូងសាលាការ៉េប្រហែលជា100 ម៉ែត្រតែប៉ុណ្ណោះបាទគឺនៅនឹងផ្លូវធំនេះតែប៉ុណ្ណោះមិនពិបាករកទេបាទ
បងប្អូនមកឃើញហើយបាទហើយចំណែកឃ្លាំងរបស់យើងខ្ញុំក៏មានច្រើនគ្រឿងច្រើនជំរឿនដែរបងប្អូនណាបាទមានតាំងពីកន្លះតោន1តោន1តោនកន្លះ2តោនកន្លះ3តោនកន្លះបងប្អូនអាចជ្រើសរើសបានបាទចង់បានម៉ាកណាក៏បានដែរបាទហើយចំណែកឯសេវាកម្មវិញក៏មានបង់លួស25ខែក្រុងដែរបងប្អូនណាបាទបងប្អូនចង់បង់លួសក៏បានចង់បង់ចលុយសុទ្ធក៏បានដែរបាទហើយម្យ៉ាងទៀតបើសិនបងប្អូនមានរថយន្តចង់លក់ឬមួយក៏ចង់ដោះដូរបងប្អូនអាចតំណងមកខ្ញុំបាទនឹងមានសេវាចុះទិញតដល់ទីកន្លែងតែម្ដងបាទមិនឲ្យបងប្អូនអស់នៅថ្លៃគុំចុងឬមួយក៏ថ្លៃទឹកតែទេបាទដូច្នេះការបង្ហាញរបស់ខ្ញុំក៏ហាក់ដូចជាសពគ្រប់ទីកន្លែងអត់ដែរអញ្ចឹងសម្រាប់បងប្អូនដែលគាត់បានទស្សនានៅវីដេអូរបស់ខ្ញុំនេះហើយបាទសូមកុំភ្លេចជួយចុច Subscribe ឬមួយក៏ពាក្យថាជាវហើយបន្ថែមនៅកណ្ដឹងមួយទៀតបាទបងប្អូននឹងទទួលបានព័ត៌មានថ្មីពីរថយន្តក្រោយទៀតបាទសូមអរគុណសូមជម្រាបលា